បាទជំរាបសួរបងប្អូនគ្នាថ្ងៃនេះខ្ញុំនឹងមកបងប្អូនគ្នាពីរបៀបដាក់ឈ្មោះរបស់យើងនៅលើ lock screen ទូរស័ព្ទប្រភេទ Android ដូចជាទូរស័ព្ទ Samsung អញ្ចឹងណាអញ្ចឹងនេះឧទាហរណ៍ខ្ញុំដាក់ឈ្មោះនេះនៅលើឈ្មោះរបស់យើងនៅលើ screen អញ្ចឹងណាអញ្ចឹងវាល្អដែរបងប្អូនបើសិនជាយើងទុកទូរស័ព្ទចោលជាមួយនឹងបងប្អូនឬក៏មិត្តភ័ក្តិអ្នកធ្វើការមួយយើងអីគឺយើងត្រូវគេ lock screen មកគេឃើញឈ្មោះយើងមកអញ្ចឹងណាអញ្ចឹងគេដឹងថាទូរស័ព្ទនោះទូរស័ព្ទរបស់ពីណាអញ្ចឹងចឹងខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបដាក់ទាំងអស់គ្នាតោះយើងចូលទៅទាំងអស់គ្នាបាទអញ្ចឹងទី1គឺបងប្អូនចូលមកកាន់ setting ចូលកាន់ setting បន្តទៀតគឺបងប្អូននឹងឃើញ setting យើងហើយបន្តទៀតអ្នកនរគ្នាចូលមករកពាក្យថាបងប្អូនគ្នាចូលមករកពាក្យថា lock screen and AODបងចូលលើ lock screen and AOD ចឹងមកតោះទៀតអ្នកនរគ្នាចូលមកកាន់ contact information តោះទៀតយើងធ្វើការដាក់បងប្អូនដាក់ sticker មួយណាក៏បានមកថាដាក់ video តោះទៀតយើងដក clear បន្តិចយើងដាក់ឈ្មោះតោះទៀតយើងដាក់ video យើងចុច done តោះទៀតយើងចុច lock screen បាទនេះបងប្អូនគ្នាគឺយើងបងប្អូនឃើញឈ្មោះនៅលើនេះហើយមានរូប video នៅលើ lock screen អញ្ចឹងវីដេអូនោះមានប៉ុណ្ណឹងចង់បង្ហាញបងប្អូនគ្នាអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលាបាយ